សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងមកធ្វើការរៀនបន្តទៀតទាក់ទងជាមួយនឹងការប្រើប្រាស់ Package Manager នៅក្នុង Linux យើងត្រូវចេះប្រើប្រាស់ Package Manager ដើម្បីឲ្យយើងធ្វើការ install កម្មវិធីផ្សេងៗដើម្បីធ្វើការ config ឬក៏តម្លើង server អីមួយចឹងទៅអញ្ចឹងឥឡូវយើងឃើញនឹង skill នេះណាយើង focus ទៅលើ3ចំណុចធំមានដូចជា RPM YAML ហើយនិង DNF RPM ហ្នឹងជាអីគេអញ្ចឹង RPM វាមកពីពាក្យថា Red Hat Package Manager Red Hat Package Manager ដែលជាឧបករណ៍កំណត់ទាបមួយសម្រាប់ឲ្យយើងធ្វើការដំឡើង file ដូចជា file កតុយ .exe ឬក៏យើងប្រើវាដើម្បីសម្រាប់ file កតុយ .rpm អីចឹងទៅឥឡូវមួយទៀតYAML មកវាពាក្យថា Yellow Update Modify ហើយ YAML ហើយនិង DNF ហ្នឹងវាដូចតែគ្នាតែពីរហ្នឹងវាដូចគ្នាគ្រាន់តែ DNF ហ្នឹងវាជាចំនួនថ្មីរបស់ YAML វា update ចេញពី YAML ណា DNF ហ្នឹងវា update ចេញពី YAML វាល្អប្រើថងថាវាលឿនជាង YAML ហើយវាប្រើប្រាស់ memory តិចជាង YAML បន្តមកទៀតយើងមកមើលតើតងមួយការប្រើប្រាស់ RPM អញ្ចឹងRPM -QA ហ្នឹងដើម្បីឆែកមើលថាតើនៅក្នុងកម្មវិធីខ្ញុំហ្នឹងមានតម្លើងអីខ្លះចឹងនៅក្នុងម៉ាស៊ីនរបស់ខ្ញុំវាមានកម្មវិធីជាច្រើនចឹងខ្ញុំអាចធ្វើការលក្ខណៈថាយើងធ្វើការច្រោះយើងរកតាកម្មវិធីអីមួយដែលយើងចង់រកឧទាហរណ៍ថាខ្ញុំប្រើ command ចេះចឹងខ្ញុំប្រើ command ហ្នឹងដើម្បីធ្វើការ filter រក Python ណាពេលដែលយើង intern មកវា filter ឲ្យយើងរកតាឈ្មោះណាដែលជា Python ណាពេលដែលយើងប្រើ grep មួយ Python វានឹង filter តែឈ្មោះ Python ហ្នឹងឲ្យយើងឃើញមួយទៀតខ្ញុំចង់បញ្ជាក់គ្នាយើងថាការប្រើប្រាស់ RPM YAML ហើយនិង DNF ហ្នឹងវាខុសគ្នា3ហ្នឹងវាខុសគ្នាRPM យើងប្រើសម្រាប់តែទាញយក file ពី package ដែលមាននៅក្នុងម៉ាស៊ីនយើងហើយស្រាប់ហ្មងណាយើងអត់ត្រូវការប្រើអ៊ីនធឺណិតដើម្បីទាញយកអញ្ចឹងអាហ្នឹងយើងប្រើ RPM ហើយកតុយវា .rpm ចំណែកឯ YAML ហើយនិង DNF ហ្នឹងអាពីរហ្នឹងវាដូចគ្នាមានន័យថាយើងប្រើវាដើម្បីទាញយក package ពីអ៊ីនធឺណិតមកប្រើឧទាហរណ៍ដូចយើងចង់តម្លើងជ្រោមអីយើងត្រូវការទៅ download ពីអ៊ីនធឺណិតយកមកប្រើអញ្ចឹងទៅមួយទៀតយើងប្រើប្រាស់តើតងមួយ YAML ម្ដងចឹងពេលដែលយើងវាយ YAML list ទៅវាចេញមកព័ត៌មានច្រើនវាមានជាកម្មវិធីជាច្រើនសម្រាប់ឲ្យយើងធ្វើការសម្រាប់យើង download ហើយឥឡូវឧទាហរណ៍ថាខ្ញុំតម្លើង YAML ទៅតងមួយ Tunnel ម្ដង
ហើយមួយទៀតយើងនិយាយតកតងមួយការប្រើប្រាស់ DNF អញ្ចឹង DNF comment វាគឺប្រើដូចតែយ៉ាំតែគ្រាន់តែយើងchange ឈ្មោះវាប្រើ DNF ពីមុខនេះវិញណាអញ្ចឹងវាស្តៀងតែគ្នាតែប៉ុណ្ណឹងអញ្ចឹងមេរៀនយើងថ្ងៃហ្នឹងយើងមានតែប៉ុណ្ណឹង